បាទជំរាបសួរពុកម៉ែបងប្អូនទ្រង់នេះនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅហើយខាងទ្រង់នេះគឺទ្រង់សត្វស្លាបហើយសត្វស្លាបនេះគេទុករក្សាដើម្បីបន្តពូជហើយគេដោះលែងកូនរបស់គេនៅពេលដែលកូនរបស់គេពួកគេហ្នឹងធំហើយគេដោះលែងទៅព្រៃធម្មជាតិវិញហើយពុកម៉ែបងប្អូនបានឃើញហើយអឺសត្វស្លាបដែលយ៉ាងធំនេះក្បាលពណ៌ចំពុះពណ៌រៀងលឿងហើយកតុយពណ៌ផ្កាឈូកស្រស់ស្អាតមែនតើដែលសត្វនេះគេហៅថារនាលពណ៌បាទហើយរនាលពណ៌នេះនៅក្នុងនេះដែលខ្ញុំឃើញជាក់ស្ដែងដូចជាមាន6 7ក្បាលហើយគេដាក់លាយជាមួយនឹងសត្វស្លាបពី3ប្រភេទទៀតហើយសត្វមួយទៀតគេហៅថាចង្គ្រាលខ្យងរៀងពិបាកថតតិចពីព្រោះចង្គ្រាលខ្យងរៀងលាក់ខ្លួនហើយតាមដឹងបងប្អូនអ្នកថែរក្សាសត្វនៅទីនេះគាត់បានប្រាប់គាត់ថាចង្គ្រាលខ្យងហ្នឹងគឺស៊ីតែខ្យងទេស៊ីតែខ្យងខ្ចៅទេគឺប្រភេទសាច់ដូចជាត្រីអីផ្សេងគឺអត់ស៊ីទេគឺស៊ីតែខ្យងទេប៉ុន្តែចំពោះរនាលពណ៌ដែលមានពណ៌ផ្កាឈូកចំពោះពណ៌លឿងនេះគឺស៊ីគ្រប់យ៉ាងមានត្រីមានកូនក្អុកអីកង្កែបអីទូចហ្នឹងគឺក៏ចង្គ្រាលសំទុះរនាលពណ៌ហ្នឹងស៊ីដែរហើយគេដាក់ចំណីឲ្យពួកគេនេះរៀងរាល់ថ្ងៃមួយថ្ងៃតែម្ដងទេនៅពេលអាសៀលខ្ទង់ម៉ោង3ឯម៉ោង2ម៉ោង3ហ្នឹងបាទហើយទ្រុងនេះគឺស្រស់ស្អាតមែនតើបានន័យថាមានលក្ខណៈបែបដូចជាធម្មជាតិពុកម៉ែបងប្អូនបានឃើញហើយគឺមានដើមឈើនៅក្នុងហ្នឹងហើយមានអាងទឹកនៅខាងនោះដើម្បីពួកគេអាចផឹកទឹកហើយมันមានការរំខានគឺល្អមែនតើសម្រាប់សត្វដើម្បីបង្កាត់ពូជហើយដោះលែងទៅព្រៃធម្មជាតិវិញហើយពុកម៉ែបងប្អូនអាចខមមិនប្រាប់ខ្ញុំបាទផងថាពុកម៉ែបងប្អូនចង់ឃើញសត្វអីគេខ្លះចង់ឃើញវីដេអូអីគេខ្លះសូមពុកម៉ែជួយប្រាប់ខ្ញុំផងហើយខ្ញុំនឹងព្យាយាមផ្តិតយកវីដេអូទៅតាមសំណើរបស់ពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំខ្លីៗទេហើយមានតែប៉ុណ្្នឹងសូមពុកម៉ែបងប្អូនជួយចែករំលែកវីដេអូនេះបានច្រើនផងហើយកុំភ្លេចចុច like share និង subscribe នៅក្នុង YouTube សូមអរគុណសូមជម្រាបលា